toàn chuyềnចូលអូសើអូពុដោហើយទាត់ចូលពីគ្រាប់ទៀតហើយប៉ុន្តែបាននេះគឺអូសើដកកហើយបងប្អូនមើលដំណើរនៃការស្វែងរក1000គ្រាប់នេះមួយជើងទៅនេះអូរលីងក៏ប៉ុន្តែយ៉ាងណាអត់ទេបាល់អូសើបងប្អូនបាទស្ដាយមែនទែនតែម្ដងបាទ brother សវណ្ណឌីបងអត់និយាយគូ Man City ទេអីអត់និយាយទេប្រសាទសវណ្ណឌីបាទអញ្ចឹងតែមានទេវ៉ាគាត់ជាអ្នកបាននិយាយគឺបាទ Man City បាទអញ្ចឹងគ្រប់ការប្រកួតរបស់ Man City បាទ brother ជួបជាមួយនឹងមានទេវ៉ាបាទជាអ្នកអធិប្បាយបាទអញ្ចឹងគាត់អធិប្បាយ Man City គ្រប់ការប្រកួតជូនបងប្អូនយើងតែម្ដងបាទសម្រាប់ admin គឺបាទ admin អធិប្បាយ Man U បាទទស្សនាជាមួយខ្ញុំគឺ Man U អូ no អូសើគ្រាប់បាល់ហើយបាទគ្រាប់បាល់ហើយដំណើរ1000គ្រាប់របស់ពូដូបាទគឺបានចិត្តនឹងមកដល់ហើយនេះគឺជាគ្រាប់បាល់ទី963គ្រាប់របស់ពូដូបាទនេះគឺជាដំណើរ900បាទ965 63គ្រាប់របស់ពូដូហើយអាយយ៉យពូដូបាទពូដូល្អមែនតើបងប្អូនទេបាទ963គ្រាប់ហើយនៅសល់តែ37នៅសល់តែបាទ37ទេបាទនៅសល់តែ37គ្រាប់ទៀតទេពូដូនឹងសម្រេចបានបាទ1000គ្រាប់ហើយបងប្អូនជាមកទស្សនាម្ដងទៀតបាទទាញទៅនេះបាទបញ្ជូនមកពូដូដល់សើទេម៉ាណែអោសើពូដូដល់សើទេមួយជួយឆ្វេងបញ្ចប់ទីបានសម្រេចបាទដំណើរផ្សងព្រេង1000គ្រាប់របស់ពូដូបានសម្រេចហើយមើលទៅបាទគៀកនឹងសុទ្ធបញ្ចូលទីហើយគៀកនឹងបំបែកកំណត់ត្រាបានហើយនេះគឺជាគ្រាប់បាល់ទី900បាទ963គ្រាប់របស់ពូដូកាត់បញ្ជូនចូលមកថៃស្ដាមចូល2-0 Kingsley Coman 2គ្រាប់បាទ2គ្រាប់សម្រាប់ Al Nassr ល្អអញ្ចឹងនេះតើ Al Nassr អាចថានឹងមិនលើកពីមិនដេចដង្កែតបាទល្អយ៉ាងហ្នឹងបន្តិចទៀតបាទនឹងគម្រាមកំហែងទៅដល់ក្រុមចំនួន2ដែលកំពុងតែឈរលើ Al Nassr បាទមាន Al Ahly ជាមួយនឹង Al Hilal នេះឯង Kingsley Coman នេះបាទផ្ដេកខ្លួនទាត់ទេប៉ុន្តែយ៉ាងណាបាទនេះគឺលឿនស្លេវតែម្ដងបញ្ជូនមកពីចុះឲ្យ Village បាទ Village គាត់ចោះផុតខ្សែការពារ2នាក់ទាត់មកជើងស្ដាំប៉ាំងភ្លឹបបាទអញ្ចឹងបាទនេះបាទ2-0ពូដូបានវិគ្រាប់ Kingsley Coman បានវិគ្រាប់ចុះឲ្យ Village អាស៊ីបានវិគ្រាប់ទៀត2-0ហើយបាទ Al Hazm ទាំងនេះអាចថាជួបរបស់ពិតហើយគ្រាប់បាល់ទី3ទាត់ឆ្វេងចូល3-0 Gabriel Angelo បាទទាត់បានគ្រាប់បាល់ទី3សម្រាប់ Al Nassr នៅក្នុងរាត្រីនេះ3គ្រាប់ដាក់ផ្ទួតែម្ដង3គ្រាប់ជំតាហើយបាទ Al Nassr អាចមាន1គ្រាប់ទៀតប៉ុន្តែខ្ញុំនិយាយថាពូដូប៉ុន្តែនៅពេលនេះមិនមែនពូដូទេគឺបាទ Bento Gabriel Angelo បាទ Angelo បាទ Gabriel គាត់ទាញទៅនេះទាញផុត3នាក់នោះ4នាក់អូទុតមួយជើងទៀតដាច់5នាក់នោះបាទរនាំងការពារចុងក្រោយគឺអ្នកចាំទីទាំងអ្នកចាំទីគាត់បញ្ចប់បានសម្រាប់3-0 បាទ Newcastle នាំមុខចាញ់កម្មធ្វើជើងរបស់ Man City ឥឡូវនេះបាទ Nico O'Reilly បាទរកបាន2គ្រាប់នេះឯងបាទខ្សែការពាររកបានគ្រាប់បាល់2គ្រាប់នេះឯងបាទអញ្ចឹង Nico O'Reilly ដាក់បាន2គ្រាប់មកបាទឱកាសកាត់ចូល Cristiano Ronaldo ចូល4-0 ពូដូរកបាន2គ្រាប់នេះឯង Cristiano Ronaldo មួយជើងឆ្វេងបញ្ចប់ទីបានសម្រេចអូយល្អយ៉ាងនេះទាញបន្តិចបណ្ដាក់ចែកមកពូដូទាត់មួយជើងឆ្វេងមិនអស់សើទេ Kingsley Coman ជាអ្នកដែលបញ្ជូនទៅ Kingsley ទាត់មួយជើងនេះគឺថាបានល្អណាស់បាទមួយជើងនេះគឺពូដូជាអ្នកបញ្ចប់ទីបានសម្រេច Kingsley ជាអ្នកចែកមួយជើងឆ្វេង Cristiano Ronaldo 2គ្រាប់បាទប្រើជើងឆ្វេងទាំងពីរបាទ2គ្រាប់នៅក្នុងរាត្រីនេះជូនបងប្អូនយើងត្រជាក់ភ្នែកត្រជាក់ចិត្តត្រជាក់កាយហើយសប្បាយទាំងអារម្មណ៍បាទសប្បាយទាំងការប្រកួតនេះបាទអ្នកគ្រប់គ្រងរំភើបស្ទើរតែស្រក់ទឹកភ្នែកទៅហើយមួយគ្រាប់ទៀតហើយបាទនេះគឺជាគ្រាប់បាល់ទី964គ្រាប់របស់ពូដូដូច្នេះនៅតែ36គ្រាប់ទៀតទេគាត់នឹងសម្រេចបានចំនួន1000គ្រាប់នៅក្នុងអាជីពរបស់គាត់ហើយអូយ៉យបាទពូដូពិតជាសប្បាយចិត្តរីករាយតែម្ដងពីការប្រកួតនេះលោកអាជ្ញាកណ្ដាលផ្លុំកញ្ចៃបញ្ចប់ការប្រកួតជាផ្លូវការហើយចូលរួមអបអរសាទរទៅកាន់ Al Nassr ដែលបានយកឈ្នះការប្រកួតបាទនៅក្នុងរាត្រីនេះ
ដោយលទ្ធផល4-0តែម្ដងទៅលើ Al-Azham បាទ Al-Azham ដោយលទ្ធផល4-0ហើយក៏បានឈរនៅលើកំពូលតារាងបាទនៅក្នុងសប្តាហ៍ទី23នេះផងដែរ Cristiano Ronaldo បាទ Cristiano Ronaldo សុទ្ធបញ្ចូលទីចំនួន2គ្រាប់នេះឯងបាទនៅក្នុងរាត្រីនេះបាទអញ្ចឹងគឺជាគុណសម្បត្តិមួយទៀតហើយក៏គាត់ត្រៀមនៅបំបីកំណត់តាម 1000 គ្រាប់បាទចិត្តបានហើយគិតមកត្រឹមពេលនេះក៏មាន964គ្រាប់ហើយអរគុណច្រើនណាស់បងប្អូនបាទសម្រាប់ពេលវេលាដែលបងប្អូនបានចំណាយបាទទស្សនាការប្រកួតតាំងតែពីដើមរហូតដល់ចប់បាទក្រោមការអធិប្បាយរបស់ខ្ញុំបាទ